matcha ដោយអ្នកទាំងអស់គ្នាដឹងចឹងថានៅសង្គមយើងបច្ចុប្បន្នឥឡូវគឺពេញនិយមខ្លាំងមែនទែនគឺ matcha ប៉ុន្តែគឺខ້ອຍតែខ្ញុំគឺដែរញ៉ាំតែតែម្ដងប៉ុន្តែក៏មានមតិវិញមួយចំនួនដែរថា matcha និង green tea មានរសជាតិស្រដៀងគ្នាអញ្ចឹងដើម្បីដោះស្រាយចម្ងល់នេះខ្ញុំនឹងទៅភ្លក់ matcha និង green tea ចង់នឹងថាពីមុននឹងមានរសជាតិស្រដៀងគ្នាមែនឬក៏អត់ដោយមិនឲ្យចាំពេលវេលាយូរខ្ញុំក៏ឡើងម៉ូតូជិះដើររកទិញ matcha តែម្ដងប៉ុន្តែអ្វីដែលជាបញ្ហានោះគឺនៅចិត្តផ្ទះរបស់ខ្ញុំគឺមានកន្លែងណាដែលគេលក់ matcha នោះទេហើយខ្ញុំក៏អត់ស្គាល់ថាកន្លែងណាដែលគេលក់ matcha នោះដែរចូលថាឥឡូវគឺដល់ no idea មកដល់ទៅណានេះបន្តមកខ្ញុំក៏សម្រេចចិត្តថាមកផ្ទះសិនប៉ុន្តែនៅពេលដែលខ្ញុំអង្គុយជិះកុំព្យូទ័រសសុកខ្ញុំក៏នឹកឃើញថាចុងបងខ្ញុំប្រហែលជាស្គាល់កន្លែងលក់ matcha មើលទៅព្រោះតែនឹកឃើញភ្លាមខ្ញុំក៏ជិះម៉ូតូមកផ្ទះគាត់តែម្ដងប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ័យទៅទៀតនោះគឺខ្ញុំខ្លាចគាត់នៅផ្ទះដោយសារតែខ្ញុំមកឲ្យមកប្រាប់គាត់មុននោះទេតែចៃដន្យនេះគាត់ក៏នៅផ្ទះមកបើស្គាល់លក់ matcha ស្គាល់ជឿទៅទីមើលបន្តមកគាត់ក៏ជូនខ្ញុំទៅទិញ matcha អធិស្ឋានអ្នកគ្នាខ្ញុំមកប្រាប់មុខសុវត្ថិភាពទៀតដោយសារតែខ្ញុំជិះទៅទិញនៅក្នុងភូមិហើយបន្ទាប់ពីជិះមួយស្ទូមកយើងក៏បានបន្តហើយនេះគឺជា matcha របស់យើងនេះគឺជា matcha របស់យើង Let's go I feel like វាដូចលវិញជាងលវិញណាវាដូចលវិញខ្លាំងជាង green tea វាមានអីប៉ុណ្ណឹងគ្រាន់តែវារៀងលវិញជាង green tea បន្តិចអញ្ចឹងឥឡូវយើងទៅផឹក green tea ម្ដងតោះ Let's go ហើយដោយសារតែខ្ញុំជាអ្នកលក់ green tea ដែរចឹងទៅខ្ញុំមិនបាច់ចំណាយលុយទិញនោះទេបន្តមកខ្ញុំនឹងធ្វើការឆុង green tea តែម្ដងបាទហើយនេះគឺជាតែបេតុងរបស់យើងសូអ្នកទាំងអស់គ្នានេះគឺជា green tea របស់យើងតោះឥឡូវភ្លក់ទាំងអស់គ្នាដោយខ្ញុំនិយាយចឹងថា green tea ខុសពី matcha ត្រង់ matcha វារសជាតិវាដិតជាងអញ្ចឹងសរុបសេចក្តីមករបស់ទាំងពីរហ្នឹងគឺឆ្ងាញ់ទាំងពីរអញ្ចឹងវីដេអូយើងមានប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដាន See you in the next video